សួស្តីបងប្អូនថ្នាក់ទី12ទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើកយកប្រធានបទមួយនិយាយអំពីវត្តសិលាដើម្បីស្វែងយល់អំពីវត្តសិលាបងប្អូនត្រូវដឹងថាតើសិលាគឺជាអ្វីសិលាគឺជាល្បាយនៃរ៉ែមួយឬក៏ច្រើនប្រភេទប៉ុន្តែសិលាមួយចំនួនទៀតកើតឡើងពីអង្គធាតុសរីរាង្គដោយផ្អែកលើលក្ខណៈវិនិច្ឆ័យពីរយ៉ាងគឺវិជ្ជាភាពនិងសមាសធាតុផ្សំអ្នកវិទ្យាសាស្ត្របានចាត់ថ្នាក់សិលាចេញជា3ប្រភេទផ្សេងៗគ្នាគឺសិលាម៉ាក់ម៉ាសិលាកំទេចកំណនិងសិលាប្រែកំណើត1ការកកើតឡើងនៅសិលាម៉ាក់ម៉ាសកម្មភាពភ្នំភ្លើងបានបញ្ចេញម៉ាក់ម៉ាឬក៏កំអែលភ្នំភ្លើងមកលើផ្ទៃផែនដីចុះត្រជាក់ហើយកករឹងคล้ายទៅជាសិលាម៉ាក់ម៉ាសិលាម៉ាក់ម៉ាអាចកើតមាននៅក្នុងផ្ទៃផែនដីនិងកើតមាននៅលើផ្ទៃផែនដី2ការកកើតឡើងនៅសិលាកំទេចកំណកំទេចកំណទាំងឡាយណាដែលចាក់បង្គោលលើគ្នាហើយបង្ខំភ្ជាប់គ្នាយ៉ាងណែនคล้ายទៅជាសិលាកំទេចកំណដូចនេះសិលាកំទេចកំណកើតចេញមកពីកំទេចកំណតូចៗដែលកើតមាននៅក្នុងបាតទឹកអង្គធាតុសរីរាង្គនិងបំណែកថ្មតូចៗបង្ខំភ្ជាប់គ្នាយ៉ាងណែនលក្ខណៈពិសេសរបស់សិលាកំទេចកំណយើងសង្កេតឃើញថាវាមានលក្ខណៈជាស្រទាប់ស្រទាប់ហើយសិលានេះក៏មានសារៈសំខាន់ដល់អ្នកវិទ្យាសាស្ត្រក្នុងការសិក្សាស្រាវជ្រាវអំពីប្រវត្តិរបស់ភពផែនដីផងដែរ3ការកកើតឡើងនៅសិលាប្រែកំណើតលំនាំពីរដែលអាចធ្វើឲ្យសិលាទទួលរងនៅលំនាំប្រែកំណើតបានគឺសម្ពាធនិងកម្ដៅដែលកម្ដៅចន្លោះពី50ទៅ1000អង្សាសេតើវត្តសិលាគឺជាអ្វីវត្តសិលាគឺជាដំណើរប្រែប្រួលផ្លាស់ប្ដូរពីសិលាមួយទៅសិលាមួយផ្សេងទៀតដោយប្រើប្រាស់រយៈពេលរាប់លានឆ្នាំវត្តគឺជាដំណើរផ្លាស់ប្ដូរឥតឈប់ឈរប៉ុន្តែវាតែងតែមានការចាប់ផ្ដើមដូចនេះលោកគ្រូនឹងយកចំណុចចាប់ផ្ដើមចេញពីភ្នំភ្លើងនៅពេលដែលផែនដីយើងមានសកម្មភាពភ្នំភ្លើងធ្វើឲ្យម៉ាក់ម៉ាឬក៏កំអែលភ្នំភ្លើងហៀចេញមកខាងក្រៅវាប៉ះជាមួយនឹងបរិយាកាសធ្វើឲ្យវាទទួលរងការចុះត្រជាក់ហើយកករឹងคล้ายទៅជាសិលាម៉ាក់ម៉ាបរិយាកាសផែនដីក៏ដូចជាភ្នាក់ងារសំណឹកផ្សេងៗធ្វើឲ្យសិលាម៉ាក់ម៉ាទទួលរងនឹងការពុកផុយคล้ายទៅជាកំទេចកំណកំទេចកំណទាំងនោះបានចាក់បង្គោលលើគ្នាហើយបង្ខំភ្ជាប់គ្នាយ៉ាងណែនបង្កើតបានទៅជាសិលាកំទេចកំណនៅពេលដែលសិលាកំទេចកំណទទួលរងនៅសម្ពាធនិងកម្ដៅដែលនៅចន្លោះពី50ទៅ1000អង្សាសេសិលាកំទេចកំណបានផ្លាស់ប្ដូរទៅជាសិលាប្រែកំណើតប្រសិនបើជាសិលាប្រែកំណើតទទួលរងនៅសីតុណ្ហភាពលើសពី1000អង្សាសេនោះសិលាប្រែកំណើតនឹងរលាយคล้ายទៅជាម៉ាក់ម៉ាហើយវានឹងហៀចេញមកលើផ្ទៃផែនដីមកវិញតាមរយៈសកម្មភាពភ្នំភ្លើងនេះគឺជាដំណើរមួយជុំរបស់វត្តសិលាប៉ុន្តែវត្តសិលាមិនត្រូវបានបញ្ចប់ត្រឹមនេះទេសិលាម៉ាក់ម៉ានិងសិលាកំទេចកំណក៏អាចរលាយទៅជាម៉ាក់ម៉ាវិញបានដោយមិនបាច់ឆ្លងកាត់នៅលក្ខខណ្ឌផ្សេងៗប្រសិនបើជាវាទទួលរងនៅសីតុណ្ហភាពលើសពី1000អង្សាសេសិលាប្រែកំណើតក៏អាចក្លាយទៅជាសិលាកំទេចកំណហើយសិលាកំទេចកំណក៏អាចក្លាយទៅជាសិលាកំទេចកំណខ្លួនឯងឡើងវិញដូចគ្នាប្រសិនបើជាវាទទួលរងការពុកផុយហើយក្លាយទៅជាកំទេចកំណក្រៅពីនេះសិលាម៉ាក់ម៉ាក៏អាចក្លាយទៅជាសិលាប្រែកំណើតបានដូចគ្នាប្រសិនបើវាទទួលរងនៅសម្ពាធហើយនិងកម្ដៅដោយនេះប្រធានបទស្ដីអំពីវត្តសិលាត្រូវបានបញ្ចប់សង្ឃឹមថាបងប្អូននឹងអាចយល់អំពីក្រាហ្វិកមួយនេះបានហើយប្រសិនបើជាមានចម្ងល់អាចសួរលោកគ្រូបានសូមអរគុណ